បាទសួស្តីបងប្អូនទីនេះគឺជាខ្លងទ្វារចូលរបស់ប្រាសាទបន្ទាយសម្រែដែលមានទ្រង់ទ្រាយហាក់បីដូចជាបាក់បែកអស់ខ្លះទៅហើយស្ថិតនៅក្រោមគម្រោងជួសជុលរបស់អាជ្ញាធរអប្សរាទីនេះគឺមានសភាពស្ងប់ស្ងាត់មិនដូចជាតំបន់ប្រាសាទអង្គរវត្តទេនៅឯប្រាសាទអង្គរវត្តគឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើនក៏ចំណែកនៅទីនេះវារៀងស្ងាត់បន្តិចនេះមានក្រុមទេសចរជាតិនិងអន្តរជាតិមកចូលរួមទស្សនានៅប្រាសាទបន្ទាយសម្រែនេះបាទនៅពួកគាត់អង្គុយមើលទេសភាពបាទចំណែកខាងនេះវិញគឺជាក្រុមខាងភ្ញៀវទេសចរបរទេសដែលកំពុងតែគយគន់សម្រស់ប្រាសាទបន្ទាយសម្រែដែលមានកំពូលប្រាសាទស្រដៀងទៅនឹងប្រាសាទអង្គរវត្តភ្ញៀវទេសចរខ្មែរខាងនេះគាត់ធ្វើដំណើរត្រឡប់ទៅវិញហើយក្រោយពីពួកគាត់បានទស្សនាប្រាសាទសពទីកន្លែងអស់បាទនៅជុំវិញប្រាសាទយើងឃើញមានដើមឈើខ្ពស់និងដើមឈើទូចដែលអាចលេងកំសាន្តរបៀបយ៉ាងដូចនេះបានសប្បាយរីកមែនទែនបាទភ្ញៀវទេសចរគាត់នៅតែមានចំណាប់អារម្មណ៍ណានឹងជញ្ជាំងថ្មប្រាសាទដែលសាងសង់ពីថ្មបាយក្រៀមកម្ពស់ជិត 5-6 ម៉ែត្រគឺខ្ពស់សម្បើមដល់បាទនេះគឺខ្លងទ្វារចូលខាងលិចមួយទៀតតែនៅខាងមុខនោះយើងឃើញថាមានគេលក់ដូរជាវត្ថុអនុស្សាវរីយ៍ផ្សេងបាទនេះគឺទូប្រាសាទហៅខាងលិចមានលក្ខណៈរៀងបាក់បែកខ្លះអស់ទៅហើយតែភ្ញៀវបរទេសម្នាក់គាត់កំពុងតែគយគន់សម្រស់ទូប្រាសាទបាទហើយយើងក៏ធ្វើដំណើរត្រឡប់ចេញទៅវិញក្រោយពីយើងបានទស្សនាកំសាន្តហើយនេះក៏មានមិត្តភ័ក្តិគាត់ចង់មើលអំពីព័ត៌មាននៅលើបតពោ information គេនេះបាទបន្ទាប់ពីមើលហើយយើងក៏ធ្វើដំណើរត្រឡប់ទៅវិញក៏ឃើញមានក្មេងៗយើងគាត់ដើរលក់វត្ថុអនុស្សាវរីយ៍បាទចំណែកខាងនោះវិញយើងឃើញមានហាងជាច្រើនដែលបើកលក់វត្ថុអនុស្សាវរីយ៍ជាពិសេសគឺហាងគំនូដែលកំពុងតែមានវិចិត្រករនិងភ្ញៀវកំពុងតែចរចាគ្នាបាទ